បាទពេលព្រឹកពេលព្រឹកឥឡូវហ្នឹងបានដូរស្បកបានមួយបងប្អូនបាទនេះជាស្បកលេខ500តែគាត់ដាក់ឡើងលេខធំជាងនឹងមួយលេខវិញណាហើយស្បកគាត់គឺស៊ីស្ដើងអស់ហើយទ្របជុំវិញមកដល់ពេលចុងក្រោយគាត់បានសម្រេចចិត្តដូរសារ3កង់ពេលព្រឹកថ្ងៃទី3ខែ6 2026បាទហើយនឹងដូរស្បកដាក់លេខធំលេខពេលដែលយើងសពបងប្អូនត្រូវតែមើលថ្នេរជុំវិញវាឡើងក្តាប់អត់បើសិនជាឡើងក្តាប់អត់ស្មើជិះទៅវាលោតអញ្ចឹងសពឲ្យយើងត្រូវពិនិត្យមើលជុំវិញក្តាប់ឲ្យភ្ញៀវបាទដើម្បីឲ្យជិះទៅកុំឲ្យលោតព្រោះគាត់ដូរស្បកថ្មីហើយអញ្ចឹងយើងត្រូវពិនិត្យចិត្តចង់ដើម្បីធ្វើឲ្យភ្ញៀវជិះស្រួលដោយសារតែពេលសម័យឥឡូវនេះកំពុងទីផ្សារគុតជែកហើយតែមួយវាស្ងាត់ដែរបាទគឺធ្វើឲ្យស្អាតឲ្យម៉ួយដើម្បីឲ្យគាត់ជិះទៅមិនឲ្យលោតអីចឹងហើយមកគាត់នឹងបែកក៏ប៉ុណ្ណាទៀតនេះក៏ប៉ះតែប៉ះនេះព្រីគាត់ហើយឥឡូវសោកខ្យល់ហើយខ្ញុំទ្រុបពិនិត្យមើលដើម្បីក្តាប់វាឡើងឲ្យស្មើព្រោះយើងមិនអាចទុកចិត្តកូនជាងឬជាងបានទេយើងជាម្ចាស់យើងទៅពិនិត្យមើលបែបនេះដើម្បីឲ្យភ្ញៀវជិះស្រួលបាទ